សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលមានចំណងជើងថាចាប់ផ្ដើមទំព័រថ្មីជាមួយនឹងខ្លួនឯងដែលដកស្រង់ចេញពីសៀវភៅម្នាក់ឯងតែមិនឯកានិពន្ធដោយបងប្រសក់ច័ន្ទផលសូមអញ្ជើញសម្ដាប់ដូចតទៅតោះចាប់ផ្ដើមថ្ងៃថ្មីសួស្តីព្រះអាទិត្យស្វាគមន៍ឆាកជីវិតជាមួយនឹងស្នាមញញឹមស្រាប់តែនឹកដល់ទំនុកច្រៀងដែលខ្ញុំបានសរសេរដែលកាលនោះខ្ញុំមិនទាន់ពាល់ត្រូវនៅការពិតជាខ្លួនឯងនៅឡើយក៏ប៉ុន្តែខ្ញុំបានដឹងរួចហើយអំពីសម្រស់នៃគំនិតវិជ្ជមានគ្រាន់តែមិនសូវស្គាល់ផ្លូវឬក៏របៀបទទួលយកវាតាមពិតគំនិតវិជ្ជមានឬទេពកោសល្យសិល្បៈទាំងឡាយនៅក្នុងលោកនេះគឺផុសចេញពីខ្លួនឯងដែលជាសភាពស្វាងដូចនៅពេលដែលយើងភ្ញាក់ដឹងខ្លួនពេលព្រឹកព្រលឹមពេលហ្នឹងសំខាន់ណាស់ហើយអ្នកក៏អាចសម្គាល់ឃើញខ្លួនឯងដែលថាថ្ងៃណាដែលក្រោកពីដំណេកលឿនអ្នកក៏តែងតែមានស្មារតីភ្លឺស្វាងឬបើកអានសៀវភៅឬបំពេញកិច្ចការក៏ហាក់ដូចជាមានបញ្ញាទទួលបានលឿនរហ័សចូលចងចាំអារម្មណ៍មួយនោះព្រោះជាខណៈស្រឡះចិត្តគំនិតមិនទាន់ឆ្អេះឆ្អាសនិងជាឱកាសឲ្យអ្នករៀបចំខ្លួនដើម្បីបង្កើតថ្ងៃថ្មីជាមួយនឹងគំនិតវិជ្ជមានកូនក្មេងគឺមានសភាពជាខ្លួនឯងច្រើនជាងមនុស្សពេញវ័យព្រោះតែពួកគេមិនទាន់មានទិន្នន័យគំនិតច្រើននៅឡើយអញ្ចឹងហើយយើងត្រូវតែរៀនរស់បែបកូនក្មេងម្ដងទៀតពោលគឺរាល់ព្រឹកពេលភ្ញាក់ដឹងខ្លួនចូលកុំប្រញាប់ប្រើគំនិតណាមួយឡើយដោយរក្សាស្មារតីដឹងខ្លួនឲ្យទំនេរនៅជាមួយនឹងសភាពស្វាងរហូតដល់អ្នកទទួលបានអារម្មណ៍ដឹងថានេះជាខ្លួនឯងហើយសឹងចាប់ផ្ដើមកិច្ចការប្រចាំថ្ងៃប្រកបដោយភាពឆ្លាតវៃក្នុងការទទួលយកទិន្នន័យក្រៅខ្លួនអ្នកអាចចាត់ទុកថានេះជាសមាធិនៅជាមួយនឹងខ្លួនឯងដែលមានប្រយោជន៍ក្រៃលែងសម្រាប់ជួយរក្សាលំនឹងស្មារតីប្រចាំថ្ងៃអ្នកអាចនឹងមានអារម្មណ៍ថាការភ្ញាក់ដឹងខ្លួនរាល់ព្រឹកគឺនៅតែដដែលមិនខុសពីកាលនៅក្មេងអ្នកតែងតែភ្ញាក់ដឹងខ្លួនជាមួយនឹងសភាពជាខ្លួនឯងបែបនេះដំណើររាប់សែនយោជន៍ចាប់ផ្ដើមពីជំហានដំបូងសោតឯជីវិតរបស់មនុស្សយើងទាំងអស់គ្នាគឺចាប់ផ្ដើមពីការភ្ញាក់ដឹងខ្លួនមួយនេះចំណុចផ្ដើមត្រង់នេះគឺចំណុចបញ្ចប់ត្រង់ណាសូមរក្សាស្មារតីដឹងខ្លួនដើម្បីធ្វើដំណើរដោយត្រឹមត្រូវធ្វើកិច្ចការត្រូវសេពគប់មនុស្សត្រូវគិតពិចារណាត្រូវដើម្បីទៅទទួលទិដ្ឋភាពនៃថ្ងៃលិចដ៏រីករាយចាប់ផ្ដើមទំព័រថ្មីជាមួយនឹងខ្លួនឯងដើម្បីរៀបចំនៅការបញ្ចប់ដ៏ត្រឹមត្រូវមួយជាមួយនឹងខ្លួនឯងដដែលខ្ញុំស្រាប់តែដឹងថាជារៀងរាល់ព្រឹកយើងតែងតែកើតជាថ្មីម្ដងទៀតប្រយោគមួយដែលពោលថារស់ថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយនៃជីវិតកាន់តែคล้ายជាការពិតសម្រាប់ខ្ញុំក៏ស្រាប់តែយល់ពីមូលហេតុដែលមនុស្សត្រូវតែភ្ញាក់ពីដំណេកនៅមុនពេលថ្ងៃរះដំណេកគឺជាសេចក្តីស្លាប់របស់យើងសុបិនកើតពីទិន្នន័យនៃរាងកាយដើម្បីសម្គាល់អត្តសញ្ញាណមនុស្សជារៀងរាល់ព្រឹកនៅពេលដែលយើងភ្ញាក់ភ្លាមដោយមិនទាន់ចាប់យកទិន្នន័យអ្វីនិងគ្រាន់តែចំហចិត្តចោលយើងនឹងអាចទទួលអារម្មណ៍ស្វាងមួយពោលគឺយើងកើតជាថ្មីម្ដងទៀតហើយរំពេចនោះអត្តសញ្ញាណមួយក៏លេចឡើងរួចក៏លេចឡើងជាបន្តបន្ទាប់នៅក្នុងរូបរាងកាយដដែលខ្ញុំនិយាយសួស្តីជាមួយនឹងអត្តចរិតមួយដែលសម្គាល់ថាជាខ្ញុំហើយដែលនឹងកំដរគ្នារស់នៅមួយថ្ងៃទៀតដោយបានឃើញបែបនេះធ្វើឲ្យថ្ងៃនីមួយៗរបស់យើងប្រែជាមានសម្រស់ទ្វេឡើងហើយយើងក៏អាចបំពេញភារកិច្ចប្រចាំថ្ងៃប្រកបដោយលំនឹងចិត្តនិងប្រសិទ្ធភាពជាងមុនតាំងតែពីក្មេងគ្មានអ្នកណាទទួលស្គាល់ឬក៏ជឿជាក់លើខ្ញុំនោះទេប៉ុន្តែខ្ញុំបែរជាដឹងខ្លួនឯងថាខ្ញុំគឺជារបស់ពិសេស
ហើយមកទល់នឹងពេលនេះខ្ញុំក៏នៅតែដឹងខ្លួនដូចកាលពីក្មេងពន្លឺព្រះអាទិត្យថ្ងៃនេះហាក់ដូចជានាំខ្ញុំឲ្យវិលទៅកាន់កុមារភាពម្ដងទៀតខ្ញុំនឹកឃើញកាលនោះដើរកាត់ថ្ងៃក្តៅហែងប៉ុន្តែគ្មានចិត្តរារែកឬក៏ទើសទាល់សោះឡើយហើយដឹងតែរីករាយគេថាក្មេងតូចមានទេវតាបាំងថ្ងៃឲ្យមែនទេពេលនោះខ្ញុំមិនមានអារម្មណ៍ថាក្តៅសោះឡើយហើយបែរជាមានអារម្មណ៍ថាត្រជាក់សព្វខ្លួនប្រាណដឹងទេមនុស្សយើងអាចនឹងវិលទៅកាន់កុមារភាពវិញតាមរយៈពន្លឺព្រះអាទិត្យកម្ដៅថ្ងៃសំឡេងបរិយាកាសក្លិនខ្យល់ឬក៏រសទឹកមាត់ជាប់នឹងអណ្ដាត